សូមគោរពជំរាបសួរបងប្អូនបាទស្វាគមន៍មកកាន់តម្រុយឆ្នោតយួនរបស់តាកងវិលបាទគឺតម្រុយថ្ងៃទី23ខែមីនាឆ្នាំ2026បាទតម្រុយថ្ងៃនេះដែរបាទគឺយើងឲ្យដូចសពមួយដងបាទគឺយើងឲ្យតម្រុយលេខតូចបាទ2គ្រាប់ហើយនិងលេខធំ2គ្រាប់ដូចគ្នាបាទសម្រាប់លេខតូច2គ្រាប់គឺយើងធ្វើការបង្វិល2កងបាទចំណែកលេខធំ2គ្រាប់វិញបាទគឺយើងធ្វើការបង្វិលរហូតដល់ទៅ6កងបាទករណីដែលបង្វិលលេខធំប៉ះលេខ10បាទនោះយើងឲ្យលទ្ធផលនៃការបង្វិលកងយើងបាទគឺលេខ0បាទយើងនឹងមានលេខរោមួយគ្រាប់ផងដែរបាទនេះជាលក្ខខណ្ឌទូទៅកុំឲ្យបងប្អូនយើងបាទទន្ទឹមរង់ចាំយូរឥឡូវយើងធ្វើការបង្វិលលេខតូចគ្រាប់ទី1តែម្ដងបាទមកហើយលេខតូចគ្រាប់ទី1 30គត់បាទ30គត់ឥឡូវយើងធ្វើការបង្វិលបន្តបាទទៅកាន់លេខតូចគ្រាប់ចុងក្រោយបាទ74បាទ74និង30គត់បាទបងប្អូនយើងកុំភ្លេចធ្វើការបាទចាប់ផ្ទុយផងបាទ30គត់អាចផ្ទុយវិញបានបាទគឺ03បាទចំណែក74គឺផ្ទុយវិញ47បាទសម្រាប់តម្រុយក្បាលអុសគឺក្បាល30បាទនិងក្បាល7បាទបងប្អូនយើងអាចជ្រើសរើសបាទយកចាក់តាមម៉ោងតាមប៉ុស្តិ៍ដែលបងប្អូនយើងឆ្លាញ់ពេញចិត្តបានបាទយើងមានតាំងពីម៉ោងបាទ10កន្លះព្រឹកបាទ1កន្លះរសៀល2កន្លះរសៀលបាទ4កន្លះល្ងាច6កន្លះយប់7កន្លះយប់ក៏ដូចជា8កន្លះយប់ផងដែរបាទមានជាហោហែតែម្ដងបាទលេខតូចរបស់យើងក៏មានតែប៉ុណ្ណឹងឥឡូវយើងរៀបចំធ្វើការបង្វិលលេខធំវិញម្ដងបាទកងទី1បាទសម្រាប់លេខធំគ្រាប់ទី1បាទចាប់ផ្ដើមបង្វិលបាទគឺលេខ4យើងធ្វើការបង្វិលបន្តបាទទៅកាន់កងទី2បាទជាបន្តទៀតបាទគឺលេខ6ឥឡូវយើងបន្តបាទទៅកាន់កងចុងក្រោយបាទសម្រាប់លេខធំគ្រាប់ទី1បាទបាទលេខឆ្លៃធំគ្រាប់ទី1បាទគឺ469បាទ469បាទយើងធ្វើការបង្វិលបន្តបាទទៅកាន់កងទី1សម្រាប់លេខធំគ្រាប់ទី2បាទជាបន្តបាទគឺលេខ1យើងបង្វិលបន្តទៅកាន់កងទី2បាទជាបន្តទៀតបាទគឺលេខ2ឥឡូវយើងបន្តបាទទៅកាន់កងចុងក្រោយបាទសម្រាប់លេខធំគ្រាប់ទី2បាទបាទឆ្លើយធំគ្រាប់ទី2គឺ123បាទគឺ123បាទ123និង469បាទបងប្អូនយើងកុំភ្លេចធ្វើការចាក់គុណផងបាទសម្រាប់តម្រុយឆ្នោតយួនរបស់តាកងវិលថ្ងៃទី23បាទក៏មានតែប៉ុណ្ណឹងបាទចំពោះលទ្ធផលយើងថ្ងៃទី22បាទយើងបានបាទចូល2លេខដែរប៉ុន្តែយើងចូលបាទដល់ម៉ោង7កន្លះយប់ក៏ដូចជាម៉ោង8កន្លះយប់បាទយើងបានចូល06ដែលជាលេខផ្ទុយរបស់បាទ6គត់បាទនៅម៉ោង7កន្លះយប់ហើយយើងបានចូលចំបាទលេខធំ885បាទគឺ885នៅម៉ោង8កន្លះយប់ផងដែរបាទសម្រាប់តម្រុយនិងលទ្ធផលរបស់បាទតាកងវិលបាទក៏មានតែប៉ុណ្ណឹងមុននឹងគ្រប់ជម្រាបលាបងប្អូនបាទចុងក្រោយសូមគ្រប់ជូនពរបងប្អូនយើងបាទឲ្យទទួលទានអុកស៊ីមានបានបាទសូមមានសេចក្តីសុខបាទសុភមង្គលបាទគ្រប់ក្រុមគ្រួសារបាទជាពិសេសបើសិនជាចាក់ឆ្នោតយួនសូមចាក់ចូលហេងគ្រប់គ្នាបាទពីតាកងវិលសូមអរគុណសូមគោរពជំរាបលាបាទ